Bạn số xây một bộ nọ khía và cùng đồng tiết một ăn channel Hồng Bật Tàថ្ងៃនេះដែរយើងនឹងមកចាប់កូនត្រីពី3ដើម្បីយកមកសាវជាគុណដោយសារថានៅក្នុងសម្បុកហ្នឹងវាដេញខាំគេពេញហ្នឹងឯងហើយកូនត្រីដែលយើងចាប់បាននៅក្នុងថ្ងៃនេះគឺមាន3គ្រាប់ដែលរូបរាងវាមើលទៅគួរសមមានសម្បុរថាទឹកព្រៃច្រើនហើយមិនតែគាត់ថាវារៀងស្លេកបន្តិចខ្ញុំនឹងយកកូនត្រី2ដើម្បីយកទៅខាំជាមួយនឹងត្រីព្រៃដែលខ្ញុំបានជាប់ពីបឹងមកដែរហើយត្រីព្រៃហ្នឹងកំណយដែរគឺរូបរាងវាគឺដាច់លាត់ខ្លះដែរដឹងថាវាទំនើបនៅក្នុងបឹងមិនខ្លះទេបានដាច់ព្រុយដាច់អីអស់ច្រើនដែរអញ្ចឹងចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញពីត្រីព្រៃដូចជាកូនត្រីដែលយើងបានចាប់មកថារូបរាងវាស្អាតប៉ុណ្ណាហើយនេះគឺជាកូនត្រីទី1របស់យើងនិយាយថាមួយនេះក៏បានថតបន្តិចវាទៅចូលចិត្តអួតប្រហែលនេះវាច្រើនតែប្រកាច់ហើយនេះគឺជាកូនត្រីទី2របស់យើងមើលទៅវាមានពណ៌ច្រើនជាងកូនត្រីទី1ផ្ទុយអីហ្នឹងសម្រាប់កូនត្រីទី2វារូបរាងវាដូចត្រីភ័យសឹង80-90% មើលទៅអញ្ចឹងនេះចូលដល់ត្រីភ័យយើងវិញដែលជាប់មកហ្នឹងពណ៌វាស្អាតកប់លូហ្មងតែក៏ដាច់ទុយដាច់អីបន្តិចអញ្ចឹងត្រីទី3នេះខ្ញុំសូមហៅវាថាប្រូខ្មៅចុះដោយសារតែវារាងខ្មៅស្អាតពណ៌ក្អែមហើយនេះគឺជាត្រីទី4របស់យើងត្រីព្រៃដែរដែលជាប់ដែរវានិយាយទៅខ្លួនវាពណ៌កមួនស្អាតប៉ុន្តែគាត់ថាវាមិនសូវខ្មៅដូចអាត្រីទី3មិញណាតែក៏វាស្អាតម្យ៉ាងដែរហើយអញ្ចឹងនៅក្នុងចុងសប្តាហ៍ហ្នឹងខ្ញុំនឹងយកត្រីទី1មកប្រកួតជាមួយនឹងត្រីទី4ហើយត្រីទី2ប្រកួតនឹងត្រីទី3អញ្ចឹងបងប្អូនជួយទាយមើលថាក្នុងចំណោមត្រីទាំង4ហ្នឹងនិយមទី1ត្រីណាខ្លះដែលអាចទទួលបានជ័យជំនះហើយវីដេអូយើងមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានរហូតដល់ចប់ហើយសូមអរគុណសូមជម្រាបលា